Pelan sih lo kok. Leluhur Niate ingsun niate ing សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់រឿងបែបរន្ធត់របស់ឥណ្ឌូនេស៊ីថ្មីមួយដែលទើបតែនឹងចេញរៀងយូរដែរលើកយកមកធ្វើការបកស្រាយជួយអ្នកទាំងអស់គ្នាសន្តាប់ឬក៏ទស្សនាសាច់រឿងមួយនេះនិយាយអំពីវិជាមន្តអាគមដ៏ចម្លែកម្យ៉ាងនៅក្នុងប្រទេសឥណ្ឌូនេស៊ីការប្រើវិជាមន្តអាគមមួយនេះវាខ្លាំងក្លានិងពិបាកនៅក្នុងការដោះដោយសារតែការដាក់មន្តអាគមនេះគឺប្រើសិតតែរបស់ពិសេសដូចជាសក់និងខោក្នុងរបស់ជនរងគ្រោះដើម្បីយកទៅធ្វើពិធីអញ្ចឹងហើយបានជាការដោះគឺត្រូវប្រថុយជាមួយនឹងគ្រោះថ្នាក់ដើម្បីដោះវាប៉ុន្តែបើសិនជាដោះមិនបាននោះទេអ្នកដែលដោះនោះច្បាស់ជាត្រូវបាត់បង់ជីវិតជាមិនខានអញ្ចឹងហើយបានជាធ្វើឲ្យសាច់រឿងមួយនេះវាល្អមើលនិងគួរឲ្យខ្លាចដោយសារតែការដាក់មន្តអាគមបែបនេះគឺកម្រនឹងបានឃើញខ្លាំងណាស់ហើយណាមួយការដាក់មន្តអាគមបែបនេះគឺគេប្រើសម្រាប់តែតាក់យកប្តីរបស់គេតែប៉ុណ្ណោះដូច្នេះដើម្បីចង់ដឹងថាតើប្តីរបស់នរណាម្នាក់នៅពេលដែលត្រូវអំពើរបស់គេនឹងមានលក្ខណៈបែបណាសូមចូលទស្សនាទាំងអស់គ្នាផ្ដើមនៃសាច់រឿងដំបូងនឹងនៅក្នុងទីផ្សារមួយកន្លែងនៅក្នុងភូមិមួយនៃប្រទេសឥណ្ឌូនេស៊ីនឹងមានមនុស្សជាច្រើនដែលកំពុងតែប្រកបមុខរបររៀងខ្លួននៅក្នុងនោះក៏មានកន្លែងមួយដែលគ្រប់គ្រងទៅដោយនារីម្នាក់ដែលគាត់គឺជាគ្រូអាគមស្រីម្នាក់មានឈ្មោះថាអាយុហើយពេលនេះគាត់កំពុងតែផ្សំគ្រឿងក្រអូបឲ្យស្រីដែលមកកាន់ទីផ្សារមួយនេះប៉ុន្តែនៅពេលនោះស្រាប់តែមានភ្ញៀវពិសេសម្នាក់បានហុចក្រដាសឲ្យគាត់គ្រាន់តែគាត់បានបើកក្រដាសនោះមើលហើយគាត់ក៏បានមើលទៅកាន់មុខភ្ញៀវពិសេសម្នាក់នឹងហើយក៏បានយកវាញាត់ទៅកន្លែងណាបាត់ឈឹងទៅបន្ទាប់មកគាត់ក៏បានមកជួបជាមួយនឹងនាងលក្ខណៈឯកជនពិសេសព្រោះតែនាងនឹងគឺបានមកពឹងឲ្យគាត់ជួយធ្វើអំពើស្នេហ៍ហៅមនុស្សប្រុសដែលនាងស្រឡាញ់នឹងឲ្យត្រឡប់មកវិញហើយគាត់ប្រាប់ថាបើសិនជាចង់ធ្វើគឺធ្វើបានប៉ុន្តែត្រូវចំណាយច្រើនហើយបើសិនជាទទួលបានផលលំបាកតបស្នងមកវិញនឹងក៏ខ្លាំងក្លាណាស់ដែរប៉ុន្តែនាងមិនខ្វល់នោះទេទោះបីជាមានរឿងអ្វីក៏ដោយក៏នាងអាចទទួលយកបានដែរដូច្នេះគឺនាងយល់ព្រមគ្រប់លក្ខខណ្ឌទាំងអស់ហើយក៏បានប្រគល់ប្រាក់ជាច្រើនឲ្យតែកាន់អ្នកគ្រូបន្ទាប់មកអ្នកគ្រូក៏បានទទួលធ្វើពិធីជាមួយនឹងជំនួយការរបស់គាត់ដោយការប្រើវិធីនេះយករូបថតនិងលីអូរបស់មនុស្សដែលនាងចង់ធ្វើអំពើដាក់នឹងយកទៅជូតទៅលើមុខសាកសពដែលបានស្លាប់ទៅហើយនោះដោយសារតែនេះគឺជាវិធីរបស់គេនិយាយទៅគឺអាណិតសាកសពដែរងាប់ទៅហើយនឹងគេបែរជាឲ្យមកហិតលីអូមិនដឹងរបស់អ្នកណាគេទៀតបន្ទាប់មកពិធីក៏ត្រូវបានចាប់ផ្ដើមអ្នកគ្រូគាត់ក៏ចាប់ផ្ដើមធ្វើពិធីនេះហើយដូចជាគាត់បានប្រាំអញ្ចឹងថានៅពេលដែលផលលំបាកតបស្នងត្រឡប់មកវិញគឺនាងជាអ្នកទទួលដោយផ្ទាល់មិនមែនជាអ្នកគ្រូនោះទេហើយពិធីនេះត្រូវបានធ្វើឡើងអស់រយៈពេលជាច្រើនម៉ោងនៅទីបំផុតក៏បានសម្រេចមានខ្មោចជាច្រើនបានចេញមកហើយអ្នកគ្រូអាយុនឹងគាត់ក៏ចាប់ផ្ដើមប្រើខ្មោចទាំងអស់នោះឲ្យទៅធ្វើអ្វីដែលគាត់ចង់ឲ្យវាធ្វើចំណែកឯបរិមម្នាក់នេះវិញគាត់គឺមានឈ្មោះថាអារីអូហើយគាត់ក៏ជាមុខសញ្ញាដែលគេបានធ្វើអំពើដាក់គាត់កាលពីយប់មិញនឹងឯងហើយនេះគឺជាប្រពន្ធរបស់គាត់ដែលមានឈ្មោះថាអេនឌីនពួកគេបានរៀបការជាមួយនឹងគ្នា6ខែមកហើយអារីអូស្រឡាញ់នាងយ៉ាងខ្លាំងទោះបីជានាងមិនទាន់លុបមុខឬក៏ដុសធ្មេញក៏ដោយក៏គាត់ចង់ថើបនាងដែរប៉ុន្តែនាងបានបបួលគាត់ឲ្យទៅលុបមុខដុសធ្មេញសិនចាំធ្វើអ្វីក៏បានមិនត្រឹមតែប៉ុណ្ណោះសូម្បីតែមុខម្ហូបដែលនាងធ្វើនឹងគាត់បានសរសើរថាឆ្ងាញ់ទាំងអស់មិនយូរប៉ុន្មាននាងក៏បបួលគាត់ឲ្យឈប់សម្រាកដើម្បីដើរលេង2នាក់ប៉ុន្តែគាត់មិនចង់ឈប់នោះទេដោយសារតែគាត់នឹងចង់រកប្រាក់បានច្រើនដើម្បីឲ្យជីវភាពគ្រួសារកាន់តែប្រសើរជាងនេះហើយគាត់ក៏កំពុងតែដឹកអេនឌីនទៅកាន់ហាងលក់ក្បាលពពែរបស់នាងដោយមានប្អូនស្រីនិងលពូរបស់នាងកំពុងតែរងចាំនៅទីនេះនៅពេលដែលមកដល់នឹងគាត់ក៏បានចូលទៅរាក់ទាក់ជាមួយនឹងអេនឌីនប៉ុន្តែលោកពូបាំងជូគាត់មិនពេញចិត្តទៅលើអារីអូនោះទេដោយសារតែពេលដែលការជាមួយនឹងក្មួយរបស់គាត់គឺគេមិនបានអញ្ជើញឪពុកម្ដាយខាងប្រុសមកឡើយអញ្ចឹងហើយធ្វើឲ្យគាត់មានការសង្ស័យនិងមិនពេញចិត្តហើយអារីអូគាត់ក៏អន់ចិត្តដែរនៅពេលដែលឃើញលោកពូក្មេកនឹងមិនព្រមផ្លាស់ប្ដូរអត្តចរិតរបស់គាត់ទោះបីជាពួកគេបានរៀបការរួចរាល់អស់រយៈពេល3ខែមកហើយក៏ដោយយ៉ាងណាក៏ដោយក៏អេនឌីននៅតែលួងលោមប្តីរបស់នាងកុំឲ្យគិតពីរឿងនេះអីហើយពួកគេក៏ចាប់ផ្ដើមមកបើកលក់ធម្មតាដោយនៅក្នុងហាងរបស់នេះនឹងគឺមានមនុស្សជាច្រើនបានមកចូលរួមកំងទិញដណ្ដើមគ្នាឬស្ទើរតែមិនមានកន្លែងអង្គុយផងហើយក្មេងប្រុសម្នាក់ដែលមកជាមួយនឹងម្ដាយរបស់គេនឹងឃើញអញ្ចឹងក៏បានយកទូរស័ព្ទដៃរបស់គេនឹងមកថតលេងប៉ុន្តែនៅពេលដែលគេរវល់តែថតនៅមុខម្ហូបទាំងអស់នោះស្រាប់តែគេបានឃើញក្បាលពពែដែលឆ្អិនហើយនឹងបែបភ្នែករបស់គេធ្វើឲ្យគេភ័យនឹងប៉ុន្តែម្ដាយគិតថាដោយសារតែគេនឹងរវល់តែលេងទូរស័ព្ទច្រើនពេក
អញ្ចឹងបានជាចេះតែភ្ញាក់បែបនេះហើយម្ដាយបានប្រាប់ឲ្យបិទមាត់ឆាប់ញ៉ាំទៅប៉ុន្តែនៅពេលនោះគេបែរជាបានឮសំឡេងសត្វពពែចេញមកពីកន្លែងដែលគេចំអិនម្ដងទៀតហើយនៅពេលដែលក្មេងប្រុសម្នាក់នឹងតាមថតសំឡេងហ្នឹងវាបែរជាម្ដងឮខាងនេះម្ដងឮខាងនោះឮមិនដឹងថាខាងណាឲ្យពិតប្រាកដនោះទេបន្ទាប់មកបែរជាលើចេញពីក្នុងឆ្នាំងដែលគេចំអិនក្បាលពពែនឹងទៅវិញដូច្នេះគេក៏មានចិត្តចង់បើកមើលនៅក្នុងពេលហ្នឹងយ៉ាន់តូបានមកដល់ហើយក្មេងប្រុសសួរថាតើនៅក្នុងឆ្នាំងនោះគឺជាអ្វីយ៉ាន់តូប្រាប់ថាឆ្នាំងចំអិនពពែច្បាស់ជាសត្វពពែហើយប៉ុន្តែក្មេងប្រុសម្នាក់ហ្នឹងមិនជឿឡើយដូច្នេះបានប្រាប់ឲ្យយ៉ាន់តូនឹងបើកឲ្យមើលឃើញថាក្បាលពពែពិតមែនលុះដល់ពេលវេលាយប់ឡើងហ្នឹងក៏ស្រាប់តែមានអាគមអាយ៉ាហ្នឹងបានហោះចូលទៅក្នុងផ្ទះរបស់ឌីនទាំងយប់ហើយឌីនមានអារម្មណ៍ថាក្រោយក្នុងរបស់នាងដូចជាមានមនុស្សម្នាក់ប៉ុន្តែនៅពេលដែលងាកទៅបែរជាមិនបានឃើញផ្ទុយទៅវិញសំឡេងកំសៀវទឹកដែលពូក៏បានបន្លឺឡើងដូច្នេះឌីនក៏បានប្រញាប់ចូលទៅបិទកំសៀវនោះវិញពេលដែលចេញមកនាងបែរជាបានឃើញខ្មោចពូកុងដេកនៅមុខផ្លូវប៉ុន្តែភ្លាមនោះសំឡេងកំសៀវក៏បានលឺម្ដងទៀតទាំងដែលនាងនឹងគឺបានបិទរួចទៅហើយកាលពិតទៅវាគ្រាន់តែជាការយល់សប្តិរបស់នាងតែប៉ុណ្ណោះដោយសារតែឮសំឡេងរបស់នាងស្រែកប្តីរបស់នាងក៏បានប្រញាប់រត់ចូលមកនិងប្រាប់ថាគ្មានរឿងអ្វីឡើយបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានទៅមុជទឹកជាមួយនឹងគ្នាបែរមកផ្ទះភូមិគ្រឹះដ៏ស្កឹមស្កៃនេះវិញគឺជារបស់នារីម្នាក់ដែលនាងគឺមានឈ្មោះថាណាយូរ៉ាហើយនាងក៏ជាអ្នកដែលឲ្យគេនឹងធ្វើអាគមដាក់ទៅលើអារីយ៉ូផងដែរនៅពេលដែលឆាតទៅកាន់អារីយ៉ូគាត់មិនព្រមឆ្លើយតបនាងក៏បានខលទៅតែម្ដងទៅចំណែកអារីយ៉ូវិញនៅពេលដែលឃើញនាងខលទៅគាត់ក៏បានលួចដើរចេញមកខាងក្រៅដើម្បីនិយាយទូរស័ព្ទជាមួយនឹងនាងប៉ុន្តែឌីនបានដឹងនាងក៏បានលួចដើរតាមស្ដាប់ពីក្រោយនៅពេលដែលនាងកំពុងតែលួចស្ដាប់ពីក្រោយស្រាប់តែប្តីរបស់នាងបែរជាមកឈរនៅពីក្រោយទៅវិញទាំងដើមបាយមិញហ្នឹងគឺនាងបានឃើញយ៉ាងច្បាស់ថាគាត់បានដើរចូលទៅក្នុងផ្ទះបាយប៉ុន្តែយ៉ាងណាក៏ដោយអារីយ៉ូបានហៅនាងឲ្យចូលទៅគេងវិញព្រោះស្អែកហ្នឹងគាត់ត្រូវមានការងារត្រូវបញ្ជូនទៅឆ្ងាយទៅជាមួយនឹងក្រុមការងាររបស់នាងប៉ុន្តែនៅពេលដែលនាងសួរទៅកាន់លោកពូម្នាក់ហ្នឹងគាត់បែរជាមិនបានដឹងអ្វីធ្វើលីលើព្រោះតែគាត់ពិតជាមិនដឹងពិតមែនហើយពេលនោះប្តីរបស់នាងបានធ្វើជាសញ្ញាទៅកាន់គាត់អញ្ចឹងគាត់ក៏ចេះតែអឺទៅបន្ទាប់មកគាត់ក៏បានជូនដំណើរនាងត្រឡប់មកវិញមុនពេលដែលគាត់ចាក់ចេញទៅហើយនាងក៏បានចាក់ចេញមកវិញទាំងនៅមានចិត្តសង្ស័យបែរមកអាម៉ារ៉ានាងបានប្រើវិជាបំភាន់ភ្នែកឬក៏បំបាំងភ្នែកលោកពូរបស់នាងដែលនាងបានរៀនចេះពីគាត់ប៉ុន្តែការពិតលោកពូគាត់បានដឹងទៅហើយថានាងកំពុងតែដេកនៅក្នុងមឈូសអញ្ចឹងហើយបានជាគាត់ប្រាប់ឲ្យនាងក្រោកឡើងដើម្បីទៅយកអាហារពេលថ្ងៃពីហាងបងស្រីរបស់នាងព្រោះអីគឺដល់ពេលទៅហើយចំណែកបងស្រីរបស់នាងវិញគាត់កំពុងតែយកក្បាលពពែទៅបោះចោលព្រោះតែមួយរយៈនេះមិនសូវមានភ្ញៀវចូលមកទាល់តែសោះធ្វើឲ្យសោះក្បាលពពែជាច្រើនចៃដន្យនេះស្រាប់តែមាននារីដែលជាអ្នកមានម្នាក់បានមកដល់ហើយក៏បានកំងក្បាលពពែមួយនិងប្រាប់ឲ្យនាងអង្គុយកំដរគាត់ថែមទៀតផងនៅពេលដែលនាងកំពុងតែអង្គុយរៀបនឹងតែទទួលទានក្បាលពពែស្រាប់តែឌីនបានឃើញកញ្ចក់ដៃរបស់នាងស្អាតនាងក៏បានសរសើរពេលនោះស្រាប់តែនារីអ្នកមានម្នាក់នឹងបាននិយាយថានាងគួរតែមានថ្នាំកញ្ចក់ដើម្បីលាបឲ្យឃើញស្អាតដូច្នេះនាងក៏បានឲ្យថ្នាំកញ្ចក់ដែលនាងបានទិញនឹងយកទៅឲ្យឌីនតែម្ដងទៅដើម្បីឲ្យឌីននឹងបានប្រើប្រាស់ដូចជាខ្លួនដែរប៉ុន្តែឌីនបានបដិសេធដោយសារតែនាងមិនចង់ទទួលយករបស់ពីអ្នកដែលនាងមិនស្គាល់នោះទេភ្លាមនោះផងដែរស្រាប់តែមានទូរស័ព្ទតាក់ទងមកកាន់អាយូរ៉ាដូច្នេះនាងក៏បានប្រញាប់គិតលុយនឹងចាក់ចេញទៅទាំងដែលមិនបានទទួលទានសូម្បីតែមួយម៉ាត់ហើយដោយសារតែចំនួនលុយច្រើនពេកនាងក៏បានប្រកល់ឲ្យទៅវិញប៉ុន្តែអាយូរ៉ាបានចាក់ចេញទៅមិនព្រមទទួលយកលុយហើយក៏មិនយករបស់ខ្ចប់ផងដែរចំណែកសាន់តូគេបែរជាបានឃើញអារីយ៉ូនឹងឡើងទៅលើរថយន្តជាមួយនឹងស្ត្រីប្លែកមុខម្នាក់ទាំងដែលឌីនបានប្រាប់ថាប្តីរបស់នាងបានទៅធ្វើការឆ្ងាយបាត់ទៅហើយអញ្ចឹងហើយបានជាប្អូនស្រីមកដេកកំដរព្រោះអីនិយប់នេះឬក៏ប្រហែលថ្ងៃហ្នឹងគឺបងថ្លៃមិននៅហេតុនេះនាងមកដេកកំដរឲ្យបានគ្នាប៉ុន្តែពេលនោះក៏ស្រាប់តែនាងបានឃើញថាបរិសម្នាក់ដែលមានប្រពន្ធរួចហើយនឹងទៅលួចតាក់ទងស្រីជាច្រើនទៀតអញ្ចឹងហើយបានជាប្អូនដាស់តឿនឲ្យប្រយ័ត្នជាមួយនឹងប្តីរបស់នាងកំពុងតែនិយាយគ្នាស្រាប់តែពួកគេទាំងពីរនាក់បានឮសំឡេងចម្លែកចេញមកពីលើពីដានដូច្នេះពួកគេបាននាំគ្នាទៅស្វែងរកមើលប៉ុន្តែអាម៉ារ៉ាបែរជាលេងសើចជាមួយនឹងឌីនធ្វើឲ្យឌីនភ្ញាក់ស្ទើរតែលួចព្រលឹងបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានទៅតាមស្វែងរកសំឡេងដែលចេញមកពីដាននោះដោយមិនអស់ចិត្តពួកគេក៏បានឡើងទៅលើដើម្បីបើកមើលប៉ុន្តែដូចជាមិនបានឃើញអ្វីទាំងអស់ទោះបីជាបញ្ចាំងភ្លើងពិលក៏នៅតែរកមិនឃើញដែរដូច្នេះឌីនបានគិតថាមើលទៅប្រហែលជា
គ្រាន់តែជាសំឡេងដែលដូចចេញមកពីសត្វកណ្ដុរតែប៉ុណ្ណោះចឹងហើយបានជានាងនាំគ្នាចុះនឹងត្រឡប់ទៅវិញប៉ុន្តែនៅពេលដែលរៀបដេកនឹងស្រាប់តែនាងមានអារម្មណ៍ចម្លែកថាដូចជាមានអ្វីមួយនឹងនៅក្នុងភួយដំបងឡើយស្មានតែជើងរបស់អាម៉ារ៉ាប៉ុន្តែនៅពេលដែលបើកមើលទៅស្រាប់តែឃើញដូចជាមានសក់របស់នរណាម្នាក់កំពុងតែលូនចូលទៅខាងក្រោមគ្រែដូច្នេះនាងក៏បានអោនមើលអំបញ្ញមិញនាងបានឃើញអាម៉ារ៉ាអោនមកទៅខាងក្រោមគ្រែប៉ុន្តែងាកមកបែរជាអាម៉ារ៉ានៅលើគ្រែទៅវិញហើយនាងបានប្រាប់ថាអំបញ្ញមិញគឺមានពស់នៅខាងក្រោមគ្រែប៉ុន្តែនៅពេលដែលអាម៉ារ៉ានាងលូតចុះទៅមើលទៅគឺមិនឃើញអ្វីទាំងអស់ដូច្នេះពួកគេក៏បានចូលទៅដេកដូចជាធម្មតាចាប់តាំងពីពេលនឹងមកនឹងក្បាលពពែក៏ចេះតែសោច្រើនទៅធ្វើឲ្យឌីនឹងពិបាកចិត្តព្រោះនាងត្រូវតែយកទៅបោះចោលនៅឯខាងក្រោយឯណោះទៅពេលដែលនាងមកវិញនឹងក៏បានលើពួកគេទាំងពីរនាក់និយាយគ្នាអំពីអារីយ៉ូហើយថែមទាំងយ៉ាន់តូនឹងគឺមានផតតាំងថែមទៀតព្រោះអីគេបានថតទុកប៉ុន្តែនៅពេលដែលមើលទៅគឺមិនឃើញអ្វីក្រៅតែពីមុខរបស់ខ្លួនតែប៉ុណ្ណោះដូច្នេះពួកគេបានស្ដីបន្ទោសឲ្យយ៉ាន់តូនិងមិនជឿថាអារីយ៉ូឡើងទៅលើឡានជាមួយនឹងស្ត្រីម្នាក់នោះទេការរងចាំអារីយ៉ូពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យឌីនឹងពិបាកចិត្តជាខ្លាំងប៉ុន្តែនៅក្នុងយប់នេះនាងបានលើសំឡេងកណ្ដឹងរស់ឡើងនាងគិតថាគឺជាប្តីរបស់នាងត្រឡប់មកវិញប៉ុន្តែការពិតគឺជាលោកពូនិងប្អូនស្រីហើយនិងបុគ្គលិករបស់នាងសោះពួកគេមកនេះព្រោះតែដឹងថានាងនៅម្នាក់ឯងអផ្សុកនិងពិបាកចិត្តអញ្ចឹងហើយបានជាពួកគេមកលេងដើម្បីកុំឲ្យនាងនឹងពិបាកចិត្តគ្រាន់តែបានគ្នាចំណែកឯលោកពូរបស់នាងវិញគាត់កំពុងតែសង្ស័យថានៅផ្ទះនេះមានអ្វីមួយមិនស្រួលចង់ឲ្យបានជាគាត់រៀបចំធ្វើពិធីដើម្បីចង់ដឹងថាតើពិតជាមានអ្វីមិនស្រួលពិតមែនឬក៏អត់ហើយគាត់ថែមទាំងបានឡើងទៅលើពិដានមើលថែមទៀតបន្ទាប់ពីបានលើសំឡេងចម្លែកនៅទីនោះប៉ុន្តែនៅពេលដែលគាត់ឡើងទៅភ្លើងនៃកេះបែរជារលត់ប៉ុន្តែគាត់ក៏នៅតែបញ្ឆេះដើម្បីទៅស្វែងរកអ្វីដែលគាត់សង្ស័យនៅទីនេះបន្តទៀតដោយសារតែភ្ញាក់ធ្វើឲ្យគាត់ធ្លាក់ចុះមកខាងក្រោមស្របពេលដែលប្តីរបស់ឌីននឹងក៏បានមកដល់ល្មមធ្វើឲ្យគាត់មិនពេញចិត្តទាល់តែសោះគឺពេលដែលគាត់មកនៅផ្ទះបែរជាលោកពូរបស់នាងនឹងឡើងទៅលើផ្ទះព្រះផ្ដាស់ដោយសង្ស័យថានេះសង្ស័យថានោះចំណែកឌីនវិញបានសួរថាមើលទៅបងប្រហែលជាគ្មានប្រពន្ធនោះទេព្រោះអីទៅណាមកណាទូរស័ព្ទបែរជាតាក់ទងមិនបានហើយគាត់បានប្រាប់ថាមូលហេតុគឺដោយសារតែគ្មានសេវានឹងឯងបន្ទាប់មកគាត់ក៏បានចូលទៅមុជទឹកប៉ុន្តែនាងបានយកទឹកទៅឲ្យគាត់មុជប៉ុន្តែផ្ទុយទៅវិញបែរជាឮគាត់និយាយទូរស័ព្ទទៅវិញដូច្នេះនាងក៏មិនអស់ចិត្តនៅតែដេញដោលសួរនិយាយទៅគឺនាងមិនអស់ចិត្តនោះទេនៅតែរករឿងគាត់ពាក់ព័ន្ធជាមួយនឹងការទៅធ្វើការឆ្ងាយបែរជាតាក់ទងមិនបានយ៉ាងណាក៏ដោយក៏គាត់ប្រាប់ថាទឹកនេះគឺមិនចាំបាច់មុជឡើយគួរតែនាងមុជដោយខ្លួនឯងទៅព្រោះគាត់មានអារម្មណ៍ថានាងមានក្លិនស្អុយមិនដូចមុននោះទេហើយនៅពេលដែលឌីនចូលទៅមុជទឹកនាងបានធ្វើឲ្យជ្រុះចិញ្ចៀនចូលទៅក្នុងប្រឡោះមួយប៉ុន្តែនាងក៏ប្រញាប់រើសមកវិញដែរទាំងដែលនាងនឹងមិនបានចាប់អារម្មណ៍ថាមានសាប៊ូហៀទេបន្ទាប់មកឌីនក៏បានចូលទៅត្រាំមុជទឹកដើម្បីដោះលាងសម្អាតថ្នាំកញ្ចក់ដែលនាងទើបតែនឹងលាបរួចកាលពីម្សិលមិញប៉ុន្តែស្រាប់តែកញ្ចក់ដៃរបស់នាងបែរជាផុយដោះតែបន្តិចសោះស្រាប់តែជ្រុះរហូតដល់ទៅ2 3ឯណោះធ្វើឲ្យនាងឈឺខ្លាំងពេកប្រញាប់រត់ចេញមកភ្លាមនោះស្រាប់តែរអិលជើងដួលប៊ីតែនឹងត្រូវបានកន្ត្រៃចាក់ពីលើនាងថែមទៀតហើយនៅពេលយប់ឡើងស្រាប់តែទូរស័ព្ទរបស់ប្តីនាងបានរឡើងដូច្នេះនាងក៏បានក្រោកទៅលើកប៉ុន្តែគ្មានអ្នកនិយាយទាល់តែសោះពេលនោះនាងក៏ចាប់ផ្ដើមជឿកើតចិត្តសង្ស័យអ្នកណាគេខលមកទាំងយប់អញ្ចឹងនាងក៏បានដោះសោដោយស្កេនមុខប៉ុន្តែมันបានជោគជ័យនោះទេអញ្ចឹងនាងក៏បានទុកទូរស័ព្ទចុះវិញរៀបតែនឹងដើរចេញស្រាប់តែទូរស័ព្ទបានរោមដងទៀតពេលនោះនាងក៏សម្រេចចិត្តថយក្រោយវិញនឹងទៅលើកទូរស័ព្ទឡើងប៉ុន្តែលើកនេះក៏នៅតែមិនឮនិយាយដដែលផ្ទុយទៅវិញបែរជាបានឃើញវីដេអូដ៏ចម្លែកមួយនៅក្នុងទូរស័ព្ទនោះទាំងដែលនាងមិនដឹងថានៅខាងក្រៅខ្នងរបស់នាងមានអ្វីនោះទេដោយសារតែសំឡេងស្រែករបស់នាងធ្វើឲ្យអារីយ៉ូភ្ញាក់ឡើងនិងស្ដីឲ្យនាងថាជប់ហើយមិនព្រមដេកទេបែរជាមកស្រែករំខានបែបនេះទៅវិញហើយនាងក៏រៀងធូរចិត្តបន្តិចដែរនៅពេលដែលគ្មានរឿងអ្វីកើតឡើងប៉ុន្តែស្អែកឡើងនៅពេលដែលនាងរៀបចំបោកសម្លៀកបំពាក់ឲ្យប្តីបែរជាបានឃើញថ្នាំកញ្ចក់របស់មនុស្សស្រីនៅក្នុងកាបូបនាងក៏បានយកទៅសួរទាំងព្រឹកនិយាយទៅគឺនាងតាមសួររករឿងតែម្ដងប៉ុន្តែអារីយ៉ូនឹងនៅតែមិនព្រមនិយាយអ្វីទាំងអស់បោកដោយគ្រាន់តែនិយាយថាមិនដឹងតែប៉ុណ្ណោះកំពុងតែឆ្លោះគ្នានឹងបែរជាមានភ្ញៀវមកលេងគឺជាណាយូរ៉ាគ្រាន់តែឃើញណាយូរ៉ានឹងអារីយ៉ូភ័យឡើងស្លេកមុខស្លេកមាត់តែម្ដងហើយនាងក៏បានហៅឲ្យគាត់នឹងអង្គុយចុះមកមើលទៅដូចជាភ័យមិនដឹងនោះទេប៉ុន្តែអារីយ៉ូគិតថាមើលទៅច្បាស់ជាបែកធ្លាយជាមិនខានធ្វើឲ្យគាត់នឹងភ័យញ័រដៃញ័រជើងនៅពេលដែលឃើញនាងមករកដល់ផ្ទះបែបនេះ ប៉ុ
ប៉ុន្តែគាត់បាននិយាយថាតាមពិតទៅគឺគាត់គឺជាអតិថិជនរបស់អារីយ៉ូគឺគាត់បានខ្ចីប្រាក់ពីអារីយ៉ូដើម្បីទៅវិនិយោគធ្វើឲ្យអាជីវកម្មរបស់គាត់រីកចម្រើនអញ្ចឹងគាត់មកនេះគ្រាន់តែចង់អរគុណតែប៉ុណ្ណោះលើអញ្ចឹងធ្វើឲ្យអារីយ៉ូនឹងគឺមានអារម្មណ៍ថាធូរទ្រង់បន្តិចស្មានតែនាងមកនិយាយនេះអំពីបញ្ហារបស់នាងជាមួយនឹងគាត់ប៉ុន្តែការពិតទៅនាងមកនេះគ្រាន់តែបំភ័យគាត់តែប៉ុណ្ណោះហើយនៅពេលដែលនាងសម្លឹងឃើញថ្នាំកញ្ចក់នៅក្នុងដៃរបស់ឌីននាងក៏បាននិយាយលុះពេលដែលដឹងរឿងហើយនាងក៏បាននិយាយថាមើលទៅឌីនប្រហែលជាគ្រាន់តែទិញសម្រាប់អតិថិជនរបស់គាត់នឹងឯងគាត់គឺជាមនុស្សល្អហើយក៏ជាអ្នកដែលយកចិត្តទុកដាក់ជាមួយនឹងអតិថិជនដែរបន្ទាប់ពីបានស្ដាប់ការពន្យល់របស់អាយូរ៉ារួចហើយឌីនបានសុំទោសទៅកាន់ប្តីរបស់នាងដែលមានការយល់ច្រឡំពាក់ព័ន្ធជាមួយនឹងរឿងថ្នាំកញ្ចក់នោះបន្ទាប់មកអារីយ៉ូគាត់ក៏បានក្រោកដើរចេញហើយឌីនបានសម្លឹងឃើញមុខប្រពន្ធរបស់ខ្លួនចាស់ខ្លាំងដែលធ្វើឲ្យគាត់នឹងគឺមិនសូវចូលចិត្តឬក៏ចង់នៅក្បែរនាងនោះទេអញ្ចឹងហើយបានជាគាត់ចេះតែដើរចេញលុះដល់ថ្ងៃស្អែកឡើងគឺជាថ្ងៃចុងសប្តាហ៍ហ្នឹងអារីយ៉ូគាត់ក៏បានមកដល់កន្លែងលក់របស់ប្រពន្ធរបស់គាត់ចៃដន្យអីលោកពូនឹងក៏បានមកដល់ដែរដូច្នេះពួកគាត់ទាំងពីរនាក់ក៏បានអង្គុយនិយាយគ្នាលេងទាំងដែលលោកពូនឹងហាក់ដូចជាមិនសូវជាពេញចិត្តគាត់តាំងពីដំបូងមកម្លេះប៉ុន្តែចំណែកអីម្ហូបដែលធ្លាប់តែឆ្ងាញ់នឹងអារីយ៉ូបែរជាមានអារម្មណ៍ថាលេបមិនចូលនឹងចង់ក្អួតមកវិញនៅពេលនោះលោកពូបានធ្វើឲ្យបារីនឹងធ្លាក់ចុះទៅខាងក្រោមតុដើម្បីអោនមើលហើយនៅពេលដែលគាត់អោនទៅស្រាប់តែគាត់បានឃើញខ្មោចពូកងជាច្រើននឹងនៅពីក្រោយខ្នងរបស់អារីយ៉ូទាំងដែលអារីយ៉ូនឹងគឺមិនបានដឹងខ្លួននោះទេគ្រាន់តែឃើញបែបនេះភ្លាមគាត់ក៏បានប្រញាប់លាពួកគេនឹងចាក់ចេញទៅគឺដោយសារតែគាត់ដឹងថាអារីយ៉ូច្បាស់ជាមានអ្វីមួយជាមិនខានចឹងហើយបានជាគាត់ទៅស្វែងរកអំពីបញ្ហាមួយនេះហើយគាត់ក៏បានស្វែងរកឃើញចំណែកឯអ្នកគ្រូអាយុបានហៅណាយូរ៉ាមកជួបជាមួយនឹងគាត់និងប្រាប់ថាអាគមដែលគាត់បានដាក់នោះវាចង់សាបទៅហើយដោយសារតែមានគេរំខានអញ្ចឹងណាយូរ៉ាគឺត្រូវតែចូលទៅផ្ទះនោះដោយផ្ទាល់និងទៅស្វែងរកសក់ហើយនឹងខោក្នុងរបស់ឌីនព្រោះតែគាត់ត្រូវដាក់អំពើទៅលើឌីនម្នាក់ទៀតដើម្បីសម្រេចនៅបំណងរបស់ណាយូរ៉ាបន្ទាប់ពីការធ្វើពិធីនេះរួចរាល់យប់ឡើងស្រាប់តែអារីយ៉ូនឹងគាត់ហាក់ដូចជាមិនដឹងខ្លួននឹងដើរចេញពីផ្ទះទៅបាត់ធ្វើឲ្យឌីននៅពេលដែលឌីនភ្ញាក់ដឹងខ្លួនឡើងនាងបែរជាបានឃើញថាខ្លួននៅទីបញ្ចុះសពទៅវិញមិនត្រឹមតែប៉ុណ្ណោះប្តីរបស់នាងក៏នៅទីនេះដែរប៉ុន្តែការពិតមិនមែនជាប្តីរបស់នាងទេនៅពេលដែលនាងព្យាយាមរត់ចេញទៅស្រាប់តែខ្មោចពពែនឹងបានចេញមកលុះពេលដែលភ្ញាក់ដឹងខ្លួនឡើងទើបដឹងថាការពិតយកសពតែប៉ុណ្ណោះប៉ុន្តែព្រឹកឡើងនឹងប្តីរបស់នាងក៏មិនទាន់ត្រឡប់មកដល់ផ្ទះទៀតដូច្នេះនាងក៏បាននាំបុគ្គលិករបស់នាងទៅកន្លែងធ្វើការប្តីរបស់នាងតែម្ដងប៉ុន្តែមេរបស់គាត់ប្រាប់ថាអត់បានឃើញអារីយ៉ូនោះទេហើយគាត់ក៏មិនដឹងថាគេទៅណាដែរឆ្លៀតពេលដែលឌីនមកនៅផ្ទះលោកពូនិងប្អូនស្រីរបស់នាងបានមកកាន់ទីនេះព្រោះតែគាត់ដឹងថានៅទីនេះគឺមានអ្វីមួយមិនស្រួលហើយគាត់គឺពិតជាបានរកឃើញរបស់ដែលគេបានដាក់អំពើនៅក្នុងផ្ទះនេះពិតមែនដោយអ្នកគ្រូអាយុនឹងគាត់កំពុងតែបន្តនៃការធ្វើពិធីនេះបន្ថែមទៀតស្របពេលដែលពួកគេទាំងពីរនាក់នឹងក៏កំពុងតែស្វែងរកអ្វីដែលគួរឲ្យសង្ស័យបន្ទាប់មកលោកពូបានប្រាប់ឲ្យក្មួយស្រីនៅរងចាំគាត់ក៏នឹងដកព្រលឹងដើម្បីទៅជួបជាមួយនឹងគេនៅពេលដែលគាត់ដកព្រលឹងទៅនឹងក្មួយស្រីរបស់គាត់ដែលជាអ្នកនៅយាមរាងកាយរបស់គាត់បែរជាត្រូវបានរំខានដោយសំឡេងអ្វីមួយនៅខាងលើដូច្នេះនាងក៏បានចេញទៅមើលនៅពេលដែលនាងព្យាយាមទៅតាមសំឡេងដែលនាងបានឮនឹងគឺនាងពិតជាបានឃើញពិតមែនគឺជាក្បាលពពែចំណែកលោកពូបាក់យកនេះវិញកំពុងតែមានបញ្ហាហើយគាត់បានស្រែកហៅឲ្យក្មួយរបស់គាត់ជួយដាស់គាត់ឲ្យបានលឿនអាម៉ារ៉ាប្រញាប់រត់ត្រឡប់មកវិញស្ទើរតែមិនទាន់ពេលវេលាទៅហើយប៉ុន្តែសំណាងល្អនាងក៏បានមកដល់និងបើកបង្អួចនិងដាស់លោកពូឲ្យភ្ញាក់ដឹងខ្លួនឡើងបើសិនជានាងមកមិនទាន់នោះទេថាមិនត្រូវពួកលោកពូរបស់នាងប្រហែលជាមិនអាចក្រោកឡើងបានឡើយបន្ទាប់មកនាងក៏បានប្រាប់ពីអ្វីដែលនាងបានឃើញនៅឯខាងលើឯណោះហើយនៅពេលដែលពូគាត់ឡើងមកមើលអាម៉ារ៉ាត្រូវបានអ្វីមួយយ៉ាងទាញនាងទម្លាក់ចុះទៅខាងក្រោមប៉ុន្តែលោកពូរបស់នាងបានប្រញាប់ទាញនាងឡើងមកខាងលើវិញទាន់ហើយពួកគេទាំងពីរនាក់រត់ចេញទាំងប្រផាត់ប្រភីងមកក្រៅបន្ទាប់មកគាត់បានប្រាប់ឲ្យនាងខលប្រាប់បងស្រីថាកុំឲ្យត្រឡប់មកផ្ទះនេះវិញឲ្យសោះនៅពេលដែលមកវិញត្រូវតែទៅផ្ទះរបស់គាត់ចំណែកឌីនកំពុងតែតាមរកប្តីរបស់ខ្លួនតាមម៉េបបែរជាមកដល់កន្លែងបញ្ចុះសពទៅវិញពួកគេក៏បាននាំគ្នារត់ប្រផាប្រភីងនៅទីបញ្ចប់ក៏បានមករកកន្លែងធ្វើការមួយទៀតនៅឯសាមារាំងប៉ុន្តែនៅពេលដែលសួរបុគ្គលិកគេទៅគេប្រាប់ថាគេមិនអាចប្រាប់អំពីព័ត៌មានបាននោះទេវាគឺជារឿងឯកជនតខ្លួនប៉ុន្តែឌីនចាប់អារម្មណ៍ឃើញថានៅទីនេះគឺមានសិតតែនំនឹងទាំងអស់
ដូច្នេះក៏បានមកតាមដល់ហាងនឹងតែម្ដងព្រោះតែសង្ស័យថាប្តីរបស់នាងនៅទីនេះហើយនៅពេលដែលនិយាយសួរនាំគេទៅគេបែរជានិយាយថាមិនធ្លាប់ឃើញតតែសោះប៉ុន្តែការពិតគឺប្តីរបស់នាងកំពុងតែមកដល់ទីនេះជាមួយនឹងមនុស្សស្រីម្នាក់នោះឃើញបែបនេះធ្វើឲ្យនាងខឹងយ៉ាងខ្លាំងហើយនៅពេលដែលបុគ្គលិករបស់នាងលើកសោមឲ្យនាងក៏បានទាញសោមនោះដែលសម្ដៅទៅកាន់ប្តីរបស់នាងភ្លាមតែម្ដងបន្ទាប់មកក៏បានយកសោមចាក់ទៅលើគាត់ប៉ុន្តែការពិតវាគ្រាន់តែជាការគិតរបស់នាងតែប៉ុណ្ណោះហើយនាងក៏បានប្រញាប់រត់ចេញទៅប៉ុន្តែពួកគេទាំងពីរនាក់បាននាំគ្នារត់ចូលឡាននិងបើកឡានចាក់ចេញបាត់ទៅហើយដូច្នេះគឺតាមមិនទាន់នឹងចាប់មិនបាននោះទេអញ្ចឹងគឺមានតែនាំគ្នាត្រឡប់មកវិញតែប៉ុណ្ណោះចាប់តាំងពីពេលនឹងមកអារីយ៉ូមិនបានត្រឡប់មកផ្ទះវិញតតែសោះដែលធ្វើឲ្យនាងគឺពិបាកចិត្តកាន់តែខ្លាំងទៅនាងបានមកសមុទ្រតែម្នាក់ឯងអង្គុយគិតអំពីអនុស្សាវរីយ៍ដែលធ្លាប់បានកើតឡើងកាលពីមុនគាត់ពិតជាស្រឡាញ់នាងខ្លាំងណាស់ប៉ុន្តែហេតុអ្វីបានជាពេលនេះគាត់សុកចិត្តរត់ចោលនាងទៅតាមមនុស្សស្រីចំណាស់ម្នាក់ទៅវិញហើយប្អូនស្រីនឹងក៏បានមកលងលោមប៉ុន្តែនាងបានប្រាប់ថាគឺនាងមានផ្ទៃពោះជាមួយនឹងគាត់បាត់ទៅហើយចំណែកលោកពូវិញបានប្រាប់ថាការពិតប្តីរបស់នាងគឺមិនចង់បបង់ចោលនាងនោះទេគ្រាន់តែត្រូវអំពើរបស់គេតែប៉ុណ្ណោះប៉ុន្តែគាត់សន្យាថានឹងជួយដោះអំពើនេះឲ្យទាល់តែបានងាកមកកាន់កន្លែងលក់វិញភ្ញៀវកាន់តែស្ងាត់ទៅដែលធ្វើឲ្យក្បាលពពែជាច្រើនត្រូវបានសល់និងខូចដូច្នេះបុគ្គលិកបានយកមកបោះចោលប៉ុន្តែស្រាប់តែក្បាលពពែបែរជាលូតឡើងមកខាងលើវិញដូចជាមានគេបោះត្រឡប់មកវិញអញ្ចឹងពេលនោះនាងក៏បានស្រែកប្រាប់ឲ្យគ្នារបស់នាងម្នាក់ទៀតមកជួយមើលហើយនៅពេលដែលយ៉ាន់តូមកដល់នឹងនាងបានប្រាប់ថាក្បាលពពែនោះត្រូវបានគេបោះឡើងមកខាងលើវិញដូច្នេះនាងសង្ស័យថាមានអ្វីមួយនៅក្នុងនោះដូច្នេះយ៉ាន់តូក៏បានដើរយកវាទៅបោះចោលម្ដងទៀតប៉ុន្តែគាត់បែរជាត្រូវវៃម្យ៉ាងស្រូបចូលទៅក្នុងរណ្ដៅនោះប៉ុន្តែលីលីនបានចាប់ដៃជាប់និងនាំគ្នារត់ចេញពីទីនោះមកវិញភ្លាមនោះស្រាប់តែឃើញមានសត្វជាមនិងសត្វពពែជាច្រើនបានរស់ឡើងវិញនិងរត់ចេញពីរណ្ដៅនោះមកមិនត្រឹមតែប៉ុណ្ណោះសូម្បីតែមេធំរបស់វាក៏ចេញមកដែរដែលធ្វើពួកគេទាំងពីរនាក់ហ្នឹងគឺនាំគ្នារត់ចូលទៅពូននៅខាងក្នុងប៉ុន្តែវាបែរជាចូលមកដល់ខាងក្នុងថែមទៀតមិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងប៊ីត្រូវបានដុតប៉ុន្តែពួកគេបាននាំគ្នាប្រញាប់រត់ចេញចំណែកពួកគាត់នៅវិញសម្រាប់ចិត្តថានឹងធ្វើពិធីទៅជួបជាមួយនឹងគ្រូអាគមអ្នកនោះដោយលោកពូបានប្រាប់អាមារ៉ាថាត្រូវតែធ្វើទៅតាមអ្វីដែលគាត់បានប្រាប់ទាំងអស់មិនឲ្យខុសសូម្បីតែបន្តិចបន្ទាប់មកពួកគាត់ទាំងពីរនាក់ក៏បានចូលទៅដល់ពិភពនឹងតែម្ដងដោយបានដកវិញ្ញាណរបស់ពួកគាត់នឹងទៅដល់ផ្ទះរបស់គ្រូអាគមអ្នកនោះអាមារ៉ានៅពេលដែលបានជួបជាមួយនឹងអ្នកគ្រូម្នាក់នឹងនាងបានថានាងមកទីនេះគឺដើម្បីចង់ឲ្យគាត់នឹងជួយធ្វើស្នេហ៍ឲ្យនាងតាក់ទងបរិសម្នាក់ដែលគេគឺជាមនុស្សល្អប៉ុន្តែនៅពេលដែលគាត់សួររូបថតនាងនិយាយថានាងគ្មាននោះទេប៉ុន្តែនាងអាចនិយាយពីឈ្មោះនិងរៀបរាប់អំពីតចរិតរបស់គេឲ្យបានងាកមកកាន់លពូរបស់នាងឯនេះវិញកំពុងតែព្យាយាមស្វែងរករូបថតឬក៏របស់ដែលគេបានដាក់អំពើនោះដើម្បីបំផ្លាញវាចោលប៉ុន្តែគ្រូអាគមអ្នកនោះបែរជាដឹងខ្លួននឹងមករារាំងហើយក៏បានធ្វើការវាយប្រហារដោយប្រើអាគមទៅលើគាត់ថែមទៀតប៉ុន្តែមើលទៅគាត់ប្រហែលជាមិនអាចទប់ទល់ជាមួយនឹងគ្រូអាគមម្នាក់នឹងបាននោះទេព្រោះអីអ្នកគ្រូអាយុមើលទៅដូចជាខ្លាំងជាងគាត់ហើយការប៉ັດល្បិចដែលគាត់បានរៀបចំជាមួយនឹងអាមារ៉ានឹងក៏ត្រូវបានអ្នកគ្រូនោះដឹងអញ្ចឹងហើយបានជាគាត់ត្រឡប់មកចាត់ការលោកគ្រូបាំងយោភ្លាមហើយលោកគ្រូបាំងយោដោយសារតែមិនអាចទប់ទល់បានគាត់ក៏បានស្លាប់ដូច្នេះមឈូសរបស់គាត់ក៏បានធ្លាក់ចុះមកលើដីដែលបញ្ជាក់ថាគាត់បានស្លាប់បាត់ទៅហើយគឺនៅសល់តែមឈូសរបស់អាមារ៉ាតែប៉ុណ្ណោះដែលនាងមិនទាន់ស្លាប់កំពុងតែរត់គេចខ្លួនប៉ុន្តែនៅទីបំផុតនាងក៏ត្រូវបានស្លាប់មិនខុសពីលោកពូរបស់នាងដែរដែលធ្វើឲ្យឌិនជាមួយនឹងម្ដាយរបស់នាងនឹងពួកគាត់មានការសោកសង្រេងជាខ្លាំងមិនគួរណាលោកពូនិងប្អូនស្រីបែរជាស្លាប់បែបនេះតតែសោះពួកគាត់ទាំងពីរនាក់គឺសិតតែជាមនុស្សល្អចង់ជួយនាងដោយចិត្តស្មោះប៉ុន្តែមិននឹកស្មានថារឿងរបស់ខ្លួនឯងបែរជាធ្វើឲ្យគេស្លាប់ទៅវិញតាំងពីពេលនឹងមកឌិនចាប់ផ្ដើមពិបាកចិត្តយ៉ាងខ្លាំងនៅទីបំផុតនាងក៏បានបោករូបថតរបស់នាងជាមួយនឹងប្តីរបស់នាងចោលតែម្ដងទៅហើយនាងក៏សម្រេចចិត្តថានឹងទៅរកប្តីរបស់នាងដោយខ្លួនឯងដែរផ្ទាល់ហើយក៏ទៅកំចាត់ពីអ្នកគ្រូអាគមនោះផងដែរព្រោះតែនាងមានតម្រុយពីលោកពូរបស់នាងរួចជាស្រេចអញ្ចឹងហើយបានជានាងទៅដល់ទីនោះពេលនោះនាងក៏បានដើរតាមអ្នកគ្រូអាយុដាសុកគាត់បែរជារត់ចូលទៅក្នុងជ្រោះនិងបាត់ស្រមោលឆឹងតែម្ដងនៅពេលដែលពួកគេកំពុងតែអើតរកគាត់បែរជាមកឈរនៅពីក្រោយពួកគេទៅវិញទីបំផុតពួកគេក៏ត្រូវបានគាត់ចាប់ខ្លួនបាននិងចងជាប់
ហើយទើបគាត់ដឹងថាការពិតនាងគឺជាប្រពន្ធរបស់អារីយ៉ូហើយលោកពូនិងប្អូនស្រីរបស់នាងក៏គាត់ទើបតែនឹងសម្លាប់រួចអញ្ចឹងតើបានជានាងមករកគាត់ដល់ទីនេះដូច្នេះគាត់បានប្រាប់ឲ្យជំនួយការរបស់គាត់នឹងសម្លាប់ពួកគេចោលតែម្ដងទៅប៉ុន្តែនៅពេលដែលមកដល់បែរជាបាត់ខ្លួនឌិនមិនដឹងជាទៅណាហើយឌិនក៏បានលួចពីប្រហារពីក្រោយឌិនបានប្រាប់ឲ្យពួកគេទាំងពីរនាក់ទៅរករបស់ដែលគេដាក់អំពើទៅលើនាងជាមួយនឹងប្តីចំណែកឯនាងទៅផ្ទះធំទៅរកប្តីរបស់នាងដោយផ្ទាល់តែម្ដងដូច្នេះពួកគេទាំងពីរនាក់ក៏បានមកដល់កន្លែងដែលគេបានរៀបចំកប់ដាក់អំពើនាងនោះងាកមកកាន់ឌិននៅវិញបានមកដល់ផ្ទះរបស់អ្នកស្រីណាយូរ៉ាប៉ុន្តែនៅពេលដែលមកដល់នឹងស្រាប់តែឃើញថាប្តីរបស់នាងនៅទីនេះដោយគាត់កំពុងតែបោកក្បាលសម្រាប់ខ្លួនឯងឃើញអញ្ចឹងនាងក៏បានប្រញាប់រត់ទៅហាមឃាត់កុំឲ្យគាត់ធ្វើបែបនេះអីបន្ទាប់មកអ្នកស្រីណាយូរ៉ាបានដើរចូលមកហើយគាត់គឺរងចាំនាងនៅទីនេះជាយូរណាស់មកហើយគាត់ថែមទាំងបានសើចចំអកឲ្យនាងថែមទៀតស្របពេលដែលពួកគេទាំងពីរនាក់កំពុងតែស្វែងរកអំពើរបស់ឌិននិងប្តីនាងប៉ុន្តែច្រើនពេកមិនដឹងថាមួយណាទៅមួយណានោះទេចំណែកឯឌិននៅវិញគឺនាងកំពុងតែឆ្លោះជាមួយនឹងអ្នកស្រីណាយូរ៉ាព្រោះអីអ្នកស្រីណាយូរ៉ាធ្វើបែបនេះធ្វើឲ្យប្អូនស្រីនិងលពូរបស់នាងត្រូវបានស្លាប់អញ្ចឹងហើយបានជានាងខឹងយ៉ាងខ្លាំងនាងបានចោទថាអ្នកស្រីណាយូរ៉ានឹងគឺបំផ្លាញគ្រួសាររបស់នាងប៉ុន្តែផ្ទុយទៅវិញអ្នកស្រីណាយូរ៉ាបែរជានិយាយថាគឺនាងនេះទេដែលបំផ្លាញគ្រួសាររបស់គាត់នៅពេលនោះស្រាប់តែប្តីរបស់នាងបែរជាក្រោកឡើងព្រមទាំងបានធ្វើការវាយប្រហារទៅលើនឹងថែមទៀតហើយនៅពេលដែលឌិនបំរុងនឹងចាត់ការទៅលើអ្នកស្រីណាយូរ៉ាស្រាប់តែនាងត្រូវបានអ្នកស្រីណាយូរ៉ាបញ្ជាព្រោះតែគាត់បានដាក់អំពើទៅលើនាងទៅហើយគាត់បានបញ្ជាឲ្យនាងសម្លាប់គ្នាទៅវិញទៅមកនេះគឺជាអ្វីដែលគាត់ចង់ឃើញគឺគាត់ចង់ឲ្យពួកគេទាំងពីរនាក់ហ្នឹងសម្លាប់គ្នានៅមុខរបស់គាត់តែម្ដងនៅពេលដែលឃើញបែបនេះធ្វើឲ្យគាត់សប្បាយចិត្តគាត់បានដាស់ឲ្យពួកគេក្រោកឡើងនិងធ្វើការវាយប្រហារគ្នាយ៉ាងខ្លាំងដើម្បីសម្លាប់គ្នាឯងនឹងឯងស្របពេលដែលពួកគេទាំងពីរនាក់ក៏បានរកឃើញល្មមទំរាំតែពួកគេរកឃើញនឹងអ្នកទាំងពីរសម្លាប់គ្នាស្ទើរតែស្លាប់បាត់ទៅហើយបន្ទាប់ពីរកឃើញថានេះគឺជារបស់ពួកគេទាំងពីរនាក់នាំគ្នាដុតចោលតែម្ដងគ្រាន់តែដុតចោលភ្លាមអំពើទាំងអស់នោះក៏ត្រូវបានសាបដូច្នេះពួកគេលែងទទួលបានការបញ្ជាពីនាងទៀតហើយនៅពេលដែលពួកគេចាប់ផ្ដើមដឹងខ្លួនឡើងមកវិញធ្វើឲ្យអ្នកស្រីណាយូរ៉ាហ្នឹងគាត់មានកំហឹងខឹងកាន់តែខ្លាំងដោយសារតែមិនអាចបញ្ជាឲ្យពួកគេសម្លាប់គ្នាបានគឺគាត់មានតែសម្លាប់ដោយខ្លួនឯងតែប៉ុណ្ណោះប៉ុន្តែនាងបែរជាសុំអង្វរឲ្យគាត់ទុកជីវិតឲ្យនាងព្រោះនាងមានផ្ទៃពោះទៅហើយឬបែបនេះធ្វើឲ្យគាត់ខឹងអារីយ៉ូកាន់តែខ្លាំងគាត់បំរុងនឹងសម្លាប់អារីយ៉ូចោលប៉ុន្តែស្រាប់តែកូនប្រុសរបស់គាត់ដែលមានអាយុ7ឆ្នាំនោះបានចុះមកនិងសុំអង្វរកុំឲ្យសម្លាប់ឪពុករបស់គេអីការពិតទៅគាត់និងអារីយ៉ូបានរៀបការជាមួយនឹងគ្នាតាំងពី7ឆ្នាំមកម្លេះហើយថែមទាំងមានកូនប្រុសម្នាក់នេះថែមទៀតហើយគាត់បានបញ្ចប់រឿងរ៉ាវត្រឹមនេះដោយអ្នកទាំងពីរនឹងបានសុខចិត្តលែងអារីយ៉ូចោលឈប់ពាក់ព័ន្ធជាមួយនឹងអារីយ៉ូបន្តទៀតដែលធ្វើឲ្យអារីយ៉ូនឹងគឺមិនទាន់បោះបង់ចោលគំនិតព្រីនារីរបស់គាត់នោះទេគាត់បានទៅតាក់ទងនារីផ្សេងផ្សេងទៀតដើម្បីយកទៅជជែកគ្នាលេងនៅក្នុងបន្ទប់ប៉ុន្តែនារីដែលគាត់បានតាក់ទងឲ្យគាត់បោះបង់ចោលនោះនាងក៏បានទៅរកគ្រូអាគមដើម្បីមកធ្វើអំពើសម្លាប់អារីយ៉ូចោលតែម្ដងទៅហើយនៅពេលដែលគាត់ទើបតែនឹងតាក់ទងបាននារីម្នាក់ដែលស្រស់ស្អាតបំរុងនឹងជជែកគ្នាលេងនឹងស្រាប់តែខ្មោចដែលគេបានប្រើមកនោះសម្លាប់គាត់ស្លាប់បាត់ទៅហើយនារីម្នាក់នេះឯងដែលជាអ្នកធ្វើអំពើសម្លាប់អារីយ៉ូព្រោះតែគាត់នឹងសាវ៉ាខ្លាំងពេកចំណែកអាឌិនសុកចិត្តបន្តរួមរស់និងចិញ្ចឹមកូនរបស់នាងតែម្នាក់ឯង